សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្ដែងរឿងរបស់ Admin ថ្ងៃនេះ Admin មានរឿងថ្មីមួយទៀតឲ្យលើកមកនិយាយប្រាប់អ្នកទាំងអស់គ្នាដោយរឿងមួយនេះបាននិយាយអំពីជីវិតរបស់ក្មេងស្រីម្នាក់ដោយក្មេងស្រីម្នាក់នេះត្រូវបានបងប្រុសរបស់ខ្លួននឹងចាប់រំលោភជារៀងរាល់យប់មិនត្រឹមតែប៉ុណ្ណឹងទេអ្នកទាំងអស់គ្នានៅក្នុងសាលានាងក៏ត្រូវបានគេប៊ូលីផងដែរដោយធ្វើឲ្យនាងមានគំនិតចង់ស្លាប់ថែមទៀតផងតោះអ្នកទាំងអស់គ្នាកុំឲ្យខាតពេលយូរមកតាមដានជាមួយ Admin ទាំងអស់គ្នាសាច់រឿងបានបង្ហាញអំពីក្មេងស្រីម្នាក់ដែលមានឈ្មោះថាអាស៊ូមុនាងគឺជាក្មេងស្រីដែលមានចិត្តល្អនិងស្ងៀមស្ងាត់បំផុតក៏ប៉ុន្តែជីវិតរបស់នាងរងការលំបាកច្រើនពេកហើយដោយរៀងរាល់យប់នាងតែងតែត្រូវបងប្រុសបង្កើតរបស់ខ្លួននឹងចាប់រំលោភថែមទាំងធ្វើទរណកម្មយ៉ាងសាហាវទៀតផងបើទោះបីជានាងនឹងខំស្រែកអង្វរទៅកាន់គាត់យ៉ាងណាក៏ដោយក៏គាត់អត់ខ្វល់ជាមួយនឹងនាងដែរហើយកាន់តែរំភើបនៅទង្វើដែលគាត់បានធ្វើថែមទៀតផងរហូតដល់មានថ្ងៃមួយគាត់ស្ទើរតែសម្លាប់ប្អូនស្រីរបស់គាត់ដោយសារតែការរំភើបនេះឯងការទទួលរងទរណកម្មជារៀងរាល់ថ្ងៃបែបនេះធ្វើឲ្យអាស៊ូមូនាងចង់គិតខ្លីដោយបញ្ចប់ជីវិតរបស់នាងទៅនឹងផ្លូវរត់ភ្លើងក៏ប៉ុន្តែនាងនៅតែគ្មានភាពក្លាហានក្នុងការជ្រើសរើសសេចក្តីស្លាប់មួយនេះអាស៊ូមូនាងពិតជាមិនយល់សោះឡើយថាហេតុអ្វីបានជីវិតរបស់នាងនឹងខ្លាចទៅជាបែបនេះដោយពេលកន្លងមកនាងមិនដែលធ្វើបាបនិងប៉ះពាល់ទៅដល់បុគ្គលណាម្នាក់នោះឡើយចុះហេតុអ្វីបានជីវិតរបស់នាងនឹងតែងតែត្រូវបានគេស្អប់ខ្ពើមដូច្នេះអញ្ចឹងនៅពេលដែលនាងទៅដល់សាលានាងក៏បានបើកទូដាក់ស្បែកជើងរបស់ខ្លួនអ្វីដែលធ្វើឲ្យនាងកាន់តែរន្ធត់នោះគឺស្បែកជើងរបស់នាងពោពេញទៅដោយដេកូជាមួយនឹងឡាមយ៉ាងច្រើនតែនាងក៏មិនហ៊ានមាត់កចំពោះបញ្ហាមួយនេះដែរក្រោយពេលចេញពីរៀននាងក៏ត្រូវបានមិត្តភ័ក្តិព្រួតគ្នាធ្វើបាបនៅក្នុងបន្ទប់ទឹកដែលក្រុមរបស់គេដឹកនាំដោយសិស្សស្រីម្នាក់ដែលមានឈ្មោះថាស៊ីស៊ូគូក្រុមរបស់នាងពិតជាធ្វើបាបទៅកាន់អាស៊ូមូខ្លាំងមែនទែនក៏ប៉ុន្តែគេនៅតែមិនអស់ចិត្តពីព្រោះតែគេនឹងធុញទ្រាំជាមួយនឹងការធ្វើបាបដដែលនេះពេកដូច្នេះហើយមេក្រុមរបស់គេក៏មានគំនិតមួយដោយយកដៃរបស់គេចាប់ក្បាលអាស៊ូមូជាមួយទៅក្នុងចានបង្គន់ស៊ីស៊ូគូនាងធ្វើបែបនេះគ្រាន់តែចង់ដឹងថាតើអាស៊ូមូនឹងអាចទ្រាំបានប្រមាណតែប៉ុណ្ណោះនិយាយរួមទៅក្រុមរបស់គេនឹងគឺអាក្រក់តែម្ដងដោយទុកការធ្វើបាបរបស់សិស្សនៅក្នុងសាលារៀនគឺជាល្បែងកម្សាន្តរបស់ពួកគេមានពេលខ្លះតុរបស់អាស៊ូមូត្រូវបានគេដាក់ស្ករកស៊ូពេញអស់ដោយនាងមិនដឹងថាធ្វើយ៉ាងណាឡើយចំណែកឯលោកគ្រូវិញបានតែនិយាយឲ្យនាងនឹងស៊ូទ្រាំអង្គុយរៀនសិនទៅគ្មានជំរឿននោះទេអាស៊ូមូនាងក៏បានអង្គុយស៊ូទ្រាំជាមួយនឹងស្ករកស៊ូដែលប្រឡាក់ពេញសម្ពុររបស់នាងដោយមើលទៅនៅក្នុងថ្នាក់រៀននោះគ្មានអ្នកណាម្នាក់បង្ហាញពីភាពអាណិតអាសូរដល់នាងនោះឡើយលុះដល់ថ្ងៃមួយបន្ទាប់ពីនាងបានចេញពីសាលារៀននាងបានឆ្លងកាត់ស្ពានមួយកន្លែងហើយក៏បានជួបជាមួយនឹងកូនឆ្មាដែលត្រូវបានគេបោះបង់ចោលដូចគ្នាអាស៊ូមូនាងពិតជាអាណិតកូនឆ្មានោះខ្លាំងណាស់រួចក៏បាននិយាយលេងជាមួយនឹងវាដោយមានឲ្យចំណីវាថែមទៀតផងនៅពេលនោះហើយទើបនាងមានអារម្មណ៍ថានាងនឹងកក់ក្ដៅបន្តិចហើយកូនឆ្មាមួយនោះវាពិតជាឆ្លាតខ្លាំងណាស់វាបានមកលិតដៃលួងលោមអាស៊ូមូហាក់បីដូចជាដឹងថាអាស៊ូមូនឹងកំពុងតែមានទុកអញ្ចឹងអាស៊ូមូនាងបានរកឃើញជំរឿផ្លូវចិត្តរបស់នាងហើយនៅពេលនេះតែនាងក៏មិនដឹងដែរថាមានអ្នកណាម្នាក់កំពុងតែលួចមើលនាងពីចម្ងាយលុះដល់ពេលដែលនាងបានត្រឡប់មកដល់ផ្ទះវិញនៅលើតុអាហារសុទ្ធសឹងតែជាម្ហូបឆ្ងាញ់យ៉ាងច្រើនបន្ទាប់ពីនាងបានអង្គុយចុះដើម្បីញ៉ាំអាហារឪពុកម្ដាយរបស់នាងបានសរសើរទៅកាន់បងប្រុសរបស់នាងយ៉ាងច្រើនចំណែកឯស៊ូមូវិញនាងអង្គុយយ៉ាងស្ងៀមស្ងាត់ដែលនៅក្នុងចិត្តរបស់នាងក៏ចង់ប្រាប់រឿងរ៉ាវដែលបានកើតឡើងរៀងរាល់ពេលយប់នឹងឲ្យម្ដាយរបស់នាងដឹងដែរក៏ប៉ុន្តែនាងខ្លាចពួកគាត់ស្ដីបន្ទោសនៅក្នុងយប់នោះផងដែរក្មេងស្រីម្នាក់នេះក៏ត្រូវបានបងប្រុសរបស់ខ្លួនចាប់រំលោភម្ដងទៀតបន្ទាប់ពីបងប្រុសរបស់នាងបានចាក់ចេញទៅដល់អារម្មណ៍សប្បាយចិត្តកុំព្យូទ័រដែលនៅលើតុរបស់នាងវាក៏បានបើកដោយខ្លួនឯងហើយក៏បានចូលទៅក្នុងគេហទំព័រមួយផងដែរដោយនៅក្នុងគេហទំព័រនោះមានឈ្មោះថា Magic Girl លេចឡើងនៅលើអេក្រង់កុំព្យូទ័រដោយបង្ហាញអំពីក្មេងស្រីដ៏ចម្លែកម្នាក់បានបង្ហាញខ្លួននៅលើអេក្រង់ដោយនាងពិតជាអាណិតទៅកាន់អាស៊ូមូខ្លាំងមែនទែនរាល់អ្វីដែលបានកើតឡើងចំពោះនាងអញ្ចឹងហើយនាងក៏បានផ្ដល់អំណោយមួយទៅកាន់អាស៊ូមូដោយអំណោយមួយនោះវាបានធ្វើឲ្យអាស៊ូមូនឹងនាងភ័យយ៉ាងខ្លាំងចំពោះរូបរាងដ៏អាក្រក់នៅលើកុំព្យូទ័ររួចនាងក៏សម្រេចចិត្តថាបិទវាចោលទៅប៉ុន្តែនាងក៏មិនដឹងដែរថាឥឡូវនេះនាងបានទទួលអំណោយគឺជានារីវេទមន្តម្នាក់នៅថ្ងៃបន្ទាប់អាស៊ូមូបានធ្វើដំណើរទៅកាន់សាលារៀនដូចសពមួយដងបន្ទាប់ពីនាងបានបើកមើលកន្លែងដាក់ស្បែកជើងនាងក៏បានប្រទះឃើញអ្វីដែលនាងមិនបានរំពឹងទុកសោះគឺនៅទីនោះនាងបានឃើញកំភ្លើងកូនក្មេងលេងមួយរួមជាមួយនឹងសម្បត្តិមួយច្បាប់ផងដែរបន្ទាប់មកនាងក៏បានបើកមើលក្នុងសម្បត្តិមួយនោះដែលអត្ថន័យនៅក្នុងសម្បត្តិបាននិយាយថាឥឡូវនេះនាងបានក្លាយទៅជានារីវេទមន្តហើយអញ្ចឹងហើយនាងមិនចាំបាច់ខ្លាចអ្នកណាគេទាំងអស់ឃើញបែបនេះហើយអាស៊ូមូនាងគិតថាប្រហែលជាវានឹងគឺជាការលេងសើចរបស់អ្នកណាម្នាក់ជាមិនខានឡើយបានជានាងមិនសូវចាប់អារម្មណ៍ជាមួយនឹងវានោះទេបន្ទាប់ពីចេញពីរៀនម្ដងទៀតនាងត្រូវបានមិត្តរួមថ្នាក់ធ្វើបាបនាងទៀតហើយដោយលើកនេះមានការចូលរួមពីសិស្សច្បងដែលនៅក្នុងសាលាមានឈ្មោះថាកាជីដោយមានរបស់កាជីគឺធំខ្លាំងធ្វើឲ្យអាស៊ូមូនាងភ័យខ្លាចយ៉ាងខ្លាំងរួចក៏បានដើរថយក្រោយម្ដងបន្តិចតែក៏ត្រូវបានមិត្តភ័ក្តិដែលនៅខាងក្រោយនឹងធាក់នាងមួយជើងឲ្យទៅអោបជាមួយនឹងកាជីអាស៊ូមូនាងពិតជាភ័យខ្លាចខ្លាំងមែនទែនរួចនាង
ក៏បានប្រមូលកម្លាំងទាំងអស់របស់នាងនឹងដើម្បីរត់គេចចេញពីទីនោះទៅពូននៅកន្លែងដែលគេចតរថយន្តប៉ុន្តែនាងនៅតែមិនអាចគេចផុតអំពីកំណាប់ដៃរបស់ពួកគេរួចនាងក៏ត្រូវបានកាជីចាប់ជើងអស់ចេញមកខាងក្រៅបន្ទាប់មកមិត្តរួមថ្នាក់ស្រីដែលតែងតែធ្វើបាបនាងមានឈ្មោះថាគូជីគេក៏បានទាញយកខ្សែកឆ្មាចេញមកខាងក្រៅបោះនៅនឹងមុខអាស៊ូគូឃើញកន្លែងខ្សែកឆ្មាបែបនេះអាស៊ូគូនឹងចំណាំបានយ៉ាងច្បាស់ថាវាគឺជាកន្លែងឆ្មាដែលនាងនឹងបានឲ្យទៅកាន់កូនឆ្មាអនាថាដែលនៅក្រោមស្ពានដូច្នេះវាមានន័យថាកូនឆ្មាមួយនោះបានស្លាប់ដោយសារតែពួកគេនឹងឯងរឿងមួយនេះវាធ្វើឲ្យអាស៊ូមូមានភាពស្អប់ខ្ពើមចំពោះពួកគេយ៉ាងខ្លាំងហើយក៏ធ្វើឲ្យនាងសម្រេចចិត្តដកយកកំភ្លើងក្មេងលេងដែលនៅក្នុងកតារបស់នាងសម្ដៅទៅលើគូជីក៏ប៉ុន្តែពួកគេបានឃើញកំភ្លើងជាប់មួយនោះហើយគេបែរជាសោកចំអកនាងទៅវិញរំពេចនោះកៅភ្នែករបស់អាស៊ូមូបានប្រែទៅជាពណ៌សចំណែកឯដៃរបស់នាងក៏បានចុចកណ្ដុងកំភ្លើងផងដែរដែលវាបានធ្វើឲ្យអ្នកទាំងពីរបាត់ខ្លួនភ្លាមនៅមិនឆ្ងាយប្រមាណពីផ្លូវរថភ្លើងមនុស្សទាំងវងចាប់ផ្ដើមឈូឆរផ្អើលជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងហើយអ្នកដែលជាជនរងគ្រោះគឺជាកាជីជាមួយនឹងគូជីនេះឯងនៅថ្ងៃស្អែកបន្ទាប់ដំណឹងមួយនេះវាបានលេចឡើងនៅពេលពេញសាលាលោកគ្រូបានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធទៅដល់អ្នកស្លាប់ហើយអាស៊ូមូនាងពិតជាភ័យខ្លាចខ្លាំងណាស់ជាមួយនឹងរឿងមួយនេះទោះបីជាគ្មានអ្នកណាដឹងអំពីហេតុផលពិតក៏ដោយក៏នាងនៅមិនអាចប្រឈមមុខជាមួយនឹងការពិតបានដែរក្រោយមកមិត្តភក្តិជិតស្និទ្ធរបស់គូជីដែលមានឈ្មោះថាស៊ីស៊ូគូគេបានមករករឿងអាស៊ូគូដោយយកដៃរបស់គេនឹងច្បាច់កនាងឲ្យផ្អឹបទៅនឹងជញ្ជាំងដោយនិយាយឲ្យនាងនឹងទទួលខុសត្រូវចំពោះជីវិតរបស់គូជីរួចនាងក៏បានយកកំបិតឡាមបំណងកាត់ដណ្ដាលទៅលើអាស៊ូមូនាងពិតជាអស់សង្ឃឹមខ្លាំងណាស់នៅពេលនោះប៉ុន្តែបន្ទាប់ពីនាងបានបើកភ្នែកមកវិញនាងបានឃើញស៊ីស៊ូគូកកនៅមួយកន្លែងក្រោយមកនាងក៏បានរើខ្លួនចេញពីកន្លែងនោះដោយអារម្មណ៍ធូរស្រាលក្រឡេកមកមើលខាងមុខវាគឺជាមិត្តរួមថ្នាក់របស់នាងដែលមានឈ្មោះថានូមេរ៉ាហើយនាងក៏ជាអ្នកដែលជួយសង្គ្រោះជីវិតរបស់អាស៊ូមូផងដែរក្រោយមកនូមេរ៉ាបាននិយាយថានាងគឺជាមនុស្សស្រីម្នាក់ដែលមានវេទមន្តហើយវេទមន្តរបស់នាងគឺអាចបញ្ឈប់ពេលវេលាឲ្យនៅមួយកន្លែងអ្វីដែលធ្វើឲ្យនាងកាន់តែឆ្ងល់នោះគឺអាស៊ូមូក៏មានវេទមន្តដូចជានាងដែរហើយឥទ្ធិពលរបស់នាងពិតជាសាហាវនិងខ្លាំងទៀតផងប៉ុន្តែនាងបែរជានៅស្ងៀមមិនធ្វើអ្វីទាំងអស់ទៅវិញនិយាយរួចនាងក៏បានបង្ហាញអំពីទង្វើនៃការតបស្នងទៅកាន់មនុស្សអាក្រក់ដោយយកកំបិតរបស់ស៊ីស៊ូគូដាក់ទៅលើករបស់នាងរួចកាត់យកតែម្ដងឃើញបែបនេះអាស៊ូគូនាងពិតជាទទួលយកអត់បានឡើយដោយឡែកមីរ៉ាគេមិនបានជួយសង្គ្រោះជីវិតរបស់អាស៊ូគូដោយគ្មានហេតុផលនោះទេសាច់រឿងក៏បានបង្ហាញអំពីគេហទំព័រដែលមានឈ្មោះថា Magic Girl វិញម្ដងដែលគេហទំព័រមួយនេះបានបង្កើតឡើងសម្រាប់ជួយទៅដល់ក្មេងៗស្រីដែលជួបរឿងអកុសលតែងតែត្រូវបានគេធ្វើបាបរួចពួកគេតែងតែផ្ដល់វេទមន្តជាមួយនឹងថាមពលដ៏កំណាចទៅកាន់ជនរងគ្រោះដោយដំបូងវាគ្រាន់តែជាកំភ្លើងក្មេងលេងតែប៉ុណ្ណោះប៉ុន្តែឧបករណ៍មួយនេះវាមានសមត្ថភាពខ្លាំងនៅក្នុងការបញ្ជូនវត្ថុឲ្យចេញភ្លាមចំណែកឯវេទមន្តរបស់មីរ៉ាគឺជាទូរស័ព្ទដៃវាមានសមត្ថភាពនៅក្នុងការបញ្ឈប់ពេលវេលាបានភ្លាមសមត្ថភាពនៅក្នុង Magic Girl ពិតជាមានច្រើនទៀតហើយមានខុសៗគ្នាថែមទៀតផងដោយអ្នកទទួលបានវាគឺមានតែក្មេងស្រីដែលជួបរឿងអកុសលជាមួយនឹងភាពចិត្តល្អរបស់នាងតែប៉ុណ្ណោះក្រោយមកមីរ៉ាក៏បាននិយាយដំណឹងមួយទៅកាន់អាស៊ូគូគឺថាថ្មីនេះមានឃាតករស្រីវេទមន្តម្នាក់បានលេចរូបរាងឡើងហើយនាងតែងតែប្រមាញ់ទៅលើក្មេងស្រីវេទមន្តដទៃទៀតដើម្បីយកថាមពលជាមួយនឹងវេទមន្តរបស់គេនិយាយរួចអ្នកទាំងពីរក៏បានសម្រេចចិត្តថានឹងទៅផ្ទះរបស់អាស៊ូគូបន្ទាប់ពីឃើញមានភ្ញៀវបងប្រុសរបស់អាស៊ូគូគេបានខ្លាយខ្លួនធ្វើជាចិត្តល្អខ្លាំងណាស់ដាក់ប្អូនស្រីបន្ទាប់ពីបងប្រុសរបស់អាស៊ូគូចាក់ចេញទៅនាងក៏បាននិយាយទៅប្រាប់មិត្តភក្តិរបស់នាងថាបងប្រុសរបស់នាងមិនល្អដូចអ្វីដែលគេគិតនោះឡើយបន្ទាប់មកមីរ៉ាក៏បាននិយាយអំពីវេទមន្តរបស់ពួកគេថាពួកគេមិនអាចប្រើប្រាស់វេទមន្តមួយនេះបានរហូតនោះឡើយរាល់ពេលដែលគេបានប្រើប្រាស់វាម្ដងគេក៏ត្រូវបង់ឲ្យវាម្ដងដូចគ្នាដោយពេលដែលនាងបានដកកំភ្លើងចេញមកបាញ់ម្ដងនាងត្រូវបានហូរឈាមចេញពីកែវភ្នែកម្ដងដូចគ្នាចំណែកលើដៃរបស់នាងក៏បង្ហាញអំពីនិមិត្តសញ្ញារូបបេះដូងរាល់ពេលដែលនាងបានប្រើប្រាស់វេទមន្តនិមិត្តសញ្ញាមួយនោះវាត្រូវបានរលត់បន្តិចម្ដងរហូតដល់អស់នោះក៏មានន័យថាជីវិតរបស់នាងក៏ត្រូវស្លាប់ដូចគ្នាដែរអ្វីដែលសំខាន់គ្មានអ្នកណាដឹងឡើយថាអ្នកដែលបង្កើតគេហទំព័រមួយនោះគេជាអ្នកណាហើយចង់បានអ្វីពីពួកយើងអញ្ចឹងហើយគេក៏មិនដឹងថាទៅរកគេហទំព័រនោះនៅទីណាដូចគ្នាគិតរួចអ្នកទាំងពីរក៏សម្រេចចិត្តធ្វើការជាមួយគ្នាដើម្បីស្វែងរកឃាតករវេទមន្តស្រីម្នាក់នោះនៅថ្ងៃនេះអាស៊ូគូបានជួបជាមួយនឹងក្មេងស្រីម្នាក់នៅតាមផ្លូវដែលនាងមានឈ្មោះថារីណាដែលតែងតែសម្លាប់ទៅលើក្មេងស្រីវេទមន្តថ្មីនេះរួចមេរីក៏បានប្រើវេទមន្តរបស់គេដើម្បីពន្យឺតពេលវេលាប៉ុន្តែរីណានាងពិតជាលះមែនតែននាងបានប្រើប្រាស់វេទមន្តរបស់នាងដើម្បីខណ្ឌពួកគេឲ្យនៅកន្លែងផ្សេងគ្នាវាហាក់បីដូចជានៅប្រភពពីរផ្សេងគ្នាអញ្ចឹងដោយរីណានាងបានសម្លាប់ទៅលើក្មេងស្រីវេទមន្តជាច្រើននោះដូច្នេះហើយថាមពលរបស់នាងក៏ច្រើនទៅតាមនឹងដែររួចនាងក៏បានដកយកកាមេរ៉ារបស់នាងដោយសំណោចយ៉ាងកំណាចកាមេរ៉ាមួយនោះវាមានសមត្ថភាពខ្លាំងណាស់ប្រសិនបើយើង
ចង់ថតឲ្យវាប្រែទៅជាអ្វីរូបភាពមួយនោះនឹងត្រូវបានផ្លាស់ប្ដូរភ្លាមហើយនេះគឺជារឿងតែមួយគត់ដែលរីណានាងពេញចិត្តនឹងការកែប្រែខ្លួនប្រាណរបស់នាងបន្ទាប់មករីណាក៏បានដកយកដំបងវេទមន្តរបស់ខ្លួនក្រវីជាប់នឹងដៃតម្រង់ទៅកាន់អាស៊ូមូសំឡេងស្រែកធ្ងន់ធ្ងររបស់អាស៊ូមូបានបញ្ជាក់អំពីភាពភ័យចាស់របស់នាងយ៉ាងខ្លាំងក្រោយមកនាងក៏បានដួលចុះទៅលើដីដោយចរន្តអគ្គិសនីដែលបានឆក់មករួចអាស៊ូមូក៏បាននឹកឃើញអំពីឥទ្ធិពលរបស់នាងដែលបានប្រើកាលពីលើកមុនហើយនាងក៏មិនចង់ឲ្យមានអ្នកណាម្នាក់មានគ្រោះថ្នាក់ដោយសារតែឥទ្ធិពលមួយនេះទៀតឡើយអញ្ចឹងហើយបានជានាងនឹងមិនហ៊ានប្រើវេទមន្តរបស់ខ្លួនដើម្បីវាយបកទៅវិញក្រោយមកលីណាក៏បានយកញញួរយ៉ាងធំប៉ុនប៉ងសម្រាប់ទៅកាន់នាងដោយអាស៊ូមូនាងពិតជាគ្មានគំនិតចង់ប្រើប្រាស់វេទមន្តរបស់នាងឡើយបន្ទាប់ពីបានការបញ្ចុះបញ្ចូលនិងលើកទឹកចិត្តជាបន្តបន្ទាប់របស់អ្នកនៅខាងក្រៅធ្វើឲ្យអាស៊ូមូនាងហ៊ានលើកកំភ្លើងរបស់នាងបាញ់សម្ដៅទៅរករីណាកម្លាំងនៃកំភ្លើងមួយនេះវាពិតជាមានថាមពលខ្លាំងមែនទែនដែលធ្វើឲ្យកញ្ចក់ដែលលីណាខំសាងមកវាបានរលាយបាត់ទៅវិញចំណែកឯលីណាឯនោះវិញក៏មិនដឹងថាខ្ទាទៅដល់ណាដែរមើលឃើញអាស៊ូមូមានអារម្មណ៍ខូចចិត្តបែបនេះមេរីគេបានទៅលួងលោមថានេះគ្រាន់តែជាភារកិច្ចរបស់ពួកយើងតែប៉ុណ្ណោះអ្វីដែលសំខាន់ជាបន្តទៀតគឺយើងត្រូវតែរកឲ្យឃើញអំពីកន្លែងផ្លាស់ប្ដូររបស់រីណាដើម្បីចាត់ការនាងហើយទីបំផុតពួកគេទាំងពីរនាក់ក៏បានរកឃើញរីណាដែលស្ថិតនៅខាងក្រោមស្ពានមួយរួចក៏ចាប់ខ្លួននាងបានសម្រេចដោយពួកគេទាំងពីរពិតជាចង់ដឹងខ្លាំងមែនទែនថាហេតុអ្វីបានជាលីណានាងចង់ធ្វើខេទៅកាន់នារីវេទមន្តដទៃទៀតតែលីណានាងពិតជារឹងខ្លាំងមែនទែនដែលនាងមិនមុតមិនកនឹងរក្សាភាពស្ងៀមស្ងាត់របស់នាងបានជាប់ជានិច្ចបន្ទាប់មកម៉ារីក៏បានយកសត្វល្អិតដែលនាងបានរៀបចំរួចជាស្រេចនឹងទៅញាត់ចូលក្នុងមាត់របស់រីណាក្នុងគោលបំណងឲ្យរីណានឹងលាតត្រដាងអំពីការពិតហើយទីបំផុតរីណាក៏បានសារភាពពិតមែនថាហេតុផលដែលនាងហ៊ានសម្លាប់ទៅកាន់នារីវេទមន្តក្មេងៗព្រោះតែនាងនឹងចង់បានវេទមន្តខ្លាំងដើម្បីទប់ទល់ជាមួយនឹងកម្លាំងខ្យល់ព្យុះដែលកើតឡើងនៅពេលខាងមុខហើយរឿងខ្យល់ព្យុះមួយនេះនាងត្រូវបានគេហទំព័រ Magical នឹងប្រាប់នាងដោយសម្ងាត់ដែលឲ្យនាងនឹងចុចទៅកាន់គេហទំព័រថ្មីមួយទៀតដែលនិយាយអំពីអនាគតថានឹងមានខ្យល់ព្យុះដ៏ធំមួយបានកើតឡើងហើយពិភពលោកមួយនេះក៏ត្រូវបញ្ចប់ដូចគ្នារួចទ្វារទៅកាន់ពិភពលោកថ្មីនឹងបានបើកឡើងរួចអ្នកទាំងពីរក៏បានបង្ខំសួរលីណាបន្ថែមទៀតដោយនៅពេលនេះលីណានាងភ័យខ្លាំងពេកដូច្នេះហើយនាងក៏បានក្អួតឈាមហើយសន្លប់នៅពេលនោះតែម្ដងទៅឃើញបែបនេះមេរ៉ាជាមួយនឹងអាសេមូក៏បានបញ្ញាប់នាំលីណាទៅកាន់មន្ទីរពេទ្យភ្លាមដំណឹងដែលធ្វើឲ្យអ្នកទាំងពីរកាន់តែភ្ញាក់ផ្អើលនោះគឺលោកគ្រូពេទ្យបានប្រាប់ពួកគេថាលីណាពេលនេះអត់ទាន់ផុតពីគ្រោះថ្នាក់ឡើយពីព្រោះតែសារពាង្គកាយរបស់នាងនឹងវាស្តៀងជាមួយនឹងមនុស្សចាស់ដល់ហើយដោយគាត់ក៏មិនអាចធានាអះអាងបានផងដែរថាលីណានឹងអាចដឹងខ្លួនឡើងនៅពេលណានោះបន្ទាប់មកទៀតអ្នកទាំងពីរក៏បានពិភាក្សាគ្នាថាតើពេលនេះពួកយើងគួរតែធ្វើអ្វីឬមួយក៏ពួកយើងនឹងត្រូវចាំលីណាឲ្យដឹងខ្លួនដើម្បីនិយាយការពិតពីចម្ងល់នៃអត្ថន័យរបស់វាបន្តិចក្រោយមកអាស៊ូមូក៏បានស្នើសំណើមួយដោយនាងចង់ប្រើវេទមន្តដើម្បីដាស់ឲ្យរីណាដឹងខ្លួនឡើងវិញហើយទោះបីជាយ៉ាងណាក៏ដោយក៏ពួកគេមិនដឹងដែរថាអ្នកគ្រប់គ្រងនៃគេហទំព័រមួយនោះគឺជាអ្នកណាដឹងត្រឹមតែថារាល់សកម្មភាពរបស់ពួកគេតែងតែមានអ្នកតាមដាននិងសង្កេតអំពីសកម្មភាពរបស់ពួកគេហើយសាច់រឿងរបស់យើងក៏ត្រូវចាប់តែត្រឹមនេះដូចគ្នាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្ដែងរបស់ Admin បើពេញចិត្តវីដេអូមួយនេះសូមជួយ Subscribe ឲ្យ Admin ម្នាក់មួយផងជួបគ្នានៅវីដេអូបន្ទាប់បាយបាយ